នោះទេតែយើងត្រូវតែជឿយើងត្រូវតែមានភាពវិជ្ជមានដើម្បីព្យាយាមផ្លាស់ប្ដូរអ្វីៗនេះជាមូលហេតុដែលយើងមិនបោះបង់ចោលទៅហើយមានតែមនុស្សដែលខ្សោយស្មារតីប៉ុណ្ណោះដែលបោះបង់ចោលខ្ញុំនៅចាំបានកាលពីខ្ញុំមានអាយុ18 9មកពេលឆ្នាំមានកីឡាករចាស់ៗខ្លះបាននិយាយជាមួយខ្ញុំប៉ុន្តែខ្ញុំបានយកការនិយាយនោះជាការចាំបាច់ដើម្បីកែលម្អពួកគេដឹងច្រើនជាងយើងពួកគេមានបទពិសោធន៍ច្រើនជាងយើងពួកគេបានឆ្លងកាត់គ្រាលំបាកជាច្រើនប៉ុន្តែមនុស្សផ្សេងទៀតពួកគេមិនទទួលយកការរិះគន់ទេខ្ញុំមិនមែននិយាយតែកីឡាករចំនួននេះទេតែគឺនិយាយតែកាន់កីឡាករចំនួនក្រោយទៀតផងដែរខ្ញុំមានកូនខ្ញុំដឹងពេលខ្លះនៅពេលដែលអ្នករិះគន់បន្តិចបន្តួចពួកគេបែរជាធ្វើផ្ទុយពីនេះទៅវិញអ្នកត្រូវតែស្វែងរកគន្លឹះឬពាក្យសម្ដីណាមួយដើម្បីនិយាយជាមួយពួកគេប៉ុន្តែតាមកំណត់របស់ខ្ញុំចំណុចសំខាន់គឺថាការជំរុញគួរតែកើតចេញពីខាងក្នុងខ្លួនអ្នកផ្ទាល់អ្នកគួរតែមានមោទនភាពចំពោះខ្លួនឯងហើយត្រូវប្រាប់ខ្លួនឯងថាខ្ញុំបានលះបង់អ្វីៗទាំងអស់ហើយ